តាទៅដល់ផ្ទះវិញប្រពន្ធលោកតាសុចក៏បានរៀបចំបាយម្ហូបទុកជាស្រេចពួកគាត់ហូបបាយហើយលោកតាទាំងពីរក៏សម្រានលក់អស់ទៅរីឯអំពឹបក៏បានដើរទៅចុងភូមិតែម្នាក់ឯងបន្តិចក្រោយមកគាត់បានទៅដល់មុខផ្ទះនារីម្នាក់នោះហើយគាត់ក៏បានទៅលួចមើលនាងសូម្បីតែស្រមោចខំជើងរបស់គាត់យ៉ាងណាក៏គាត់មិនហ៊ានមាត់ដែរគាត់ខំខាំមាត់ខាំកព្រោះខ្លាចឮដល់នាងនោះកំពុងតែអោនសុកស្រាប់តែមានដៃមួយមកប៉ះខ្នងគាត់ក៏ស្រែកថាចុំកដុំឆែមកែបឆាដល់ពេលគាត់ងាកទៅស្រាប់តែឃើញនារីម្នាក់នោះឈរនៅចំពោះមុខគាត់អៀនខ្លាំងណាស់រកនិយាយអ្វីមិនចេញឃើញដូច្នោះនាងនោះក៏សួរថាលោកបងកំពុងធ្វើអ្វីដែរបាទនាងណែខ្ញុំកំពុងកាត់ស្មៅឲ្យគោទេតើលោកបងបានអីកាត់ដែរអំពឹបគាំងគ្រាប់រកនឹកនិយាយលេងចេញតទៅទៀតព្រោះថាគាត់មិនបានយកកណ្ដៀវមកជាមួយផងទេដោយសារគាត់អៀននឹងនារីម្នាក់នោះពេកគាត់រៀបនឹងដើរចេញទៅហើយពេលនោះនាងក៏និយាយខាត់ថាលោកបងបានជិះមកដល់ទីនេះហើយលោកបងអញ្ជើញទៅពិសាបាយផ្ទះខ្ញុំមួយពេលទៅកាលបើបានស្រីស្អាតហៅដូច្នោះគាត់មិនគិតយូរនោះទេក៏យល់ព្រមដោយឥតស្ទាក់ស្ទើរទោះបីជាគាត់បានបាយហើយមកពីផ្ទះស្ទើរឆ្អល់ពោះហើយក្តីពេលទៅដល់ផ្ទះនារីនោះហើយគាត់បានសង្កេតឃើញថានៅក្នុងផ្ទះនេះមានរបៀបល្អណាស់គ្មានសូម្បីតែបន្លាឬសម្រាមអ្វីសោះណែនាងនៅតែម្នាក់ឯងទេឬសម្រស់ក៏ស្អាតហើយផ្ទះសម្បែងក៏ស្អាតនេះបានសមជានារីខ្មែរមែនឮគាត់និយាយដូចនេះនាងនោះក៏រៀងអៀនបន្តិចបន្ទាប់មកនាងក៏បានដើរទៅចង្ក្រានបាយហើយដោះដួសបាយនឹងម្ហូបមកឲ្យគាត់ខណៈនោះអំពើបានសង្កេតឃើញនាងកំពុងអោនងើបតែគាត់មិនបានចាប់អារម្មណ៍អ្វីនោះទេហូបបាយបណ្ដើរគាត់ក៏បានសំណេះសំណាលនឹងនាងនោះបណ្ដើរលុះរួចរាល់ហើយគាត់ក៏បានលានាងត្រឡប់មកផ្ទះវិញទៅពេលទៅដល់ផ្ទះហើយលោកតាសួនក៏សួរថាមើលអាពឹបឯងទើបមកពីណាអំពើនិយាយទាំងរដេបរដប់ថាបាទឪទើបតែដើរមកពីក្នុងភូមិនឹងណាឪអើមើលកុំឆ្វេងឆ្វាចប្រយ័ត្នឆ្វិតជើងឆ្វេងទៅក្មួយយប់ឡើងស្រាប់តែបាត់អំពើតាំងពីក្បាលប្រលប់គាត់បានដើរចេញសម្ដៅទៅផ្ទះរបស់នាងអាបនោះឯងលុះដើរទៅដល់គាត់ស្រាប់តែឃើញនាងអាបកំពុងតែចងពងកន្សែងមានសាច់ដ៏ទ្រលុកទ្រលន់គាត់រៀបនឹងដើរទៅរកនាងទៅហើយចៃដន្យពេលនោះនាងដល់វេលាដែលត្រូវដកកចេញរកចំណីអំពើឃើញទិដ្ឋភាព